ថ្ងៃនេះយើងចូល laptop Dell Vostro មួយគ្រឿងបាទប្រភេទនេះក៏ភ្ញៀវរបស់យើងគាត់ថានៅពេលដែលសាកគឺរលត់ឆ្នាំងសាកបើថាបើកបានធម្មតាម៉ាស៊ីនបើកដើរធម្មតាគ្រាន់តែថាពេលដោតឆ្នាំងសាកគឺរលត់តែម្ដងម៉ាស៊ីននេះណាបាទឥឡូវយើងមើលកន្លែងសាករបស់គាត់បន្តិចមើលអូកន្លែងសាករបស់គាត់ឃើញថាបាក់តិចអស់ហើយបងប្អូនបាទនេះកន្លែងសាករបស់គាត់ណាបាទមិនដឹងថាបងប្អូនមើលច្បាស់អត់ទេបាទអញ្ចឹងយើងសង្ស័យមានបញ្ហាពូជសាកនេះណាហ្នឹងហើយអញ្ចឹងយើងចាប់ផ្ដើមដោះវាដើម្បីធ្វើការ check មើលអូខេឥឡូវយើងដោះកម្របចេញមករួចរាល់ហើយរឿងដែលយើងមិនភ្លេចបាទគឺជាការដកខ្សែថ្មដើម្បីឲ្យប្រកាសថាបាទ main board របស់យើងមិនមានភ្លើងនៅនឹងបាទអញ្ចឹងកាលណាយើងធ្វើអីមួយវាមិនមានបញ្ហាប៉ះពាល់ដល់ main board យើងបាទអញ្ចឹងបងប្អូនការដោះការដៃគឺយើងប្រុងប្រយ័ត្នមែនតើហើយនេះគឺជាកន្លែង DC check បាទដែលកន្លែងរុនសាកថ្មដែលខ្ញុំបង្ហាញបងប្អូនថាមានបញ្ហាហ្នឹងបាទឥឡូវយើងធ្វើការគាស់វាចេញមកក្រៅដើម្បីធ្វើការតេស្តមើលវាថាវាឆ្លងមកពី DC check នេះឬក៏ឆ្លងនៅលើ main board បាទអញ្ចឹងខ្ញុំធ្វើការតេស្តឃើញថាឆ្លងនៅលើ DC check នេះបងប្អូនដូច្នេះហើយធ្វើឲ្យយើងនៅពេលដែលដោតឆ្នាំងសាកទៅគឺវារលត់ឆ្នាំងសាកយើងតែម្ដងប៉ុន្តែយើងបើកនៅពេលដែល laptop មានថ្មគឺប្រើបានធម្មតាបាទអានេះដោយសារតែ DC check បាទរុនសាកថ្មនឹងឯងបន្ទាប់មកយើងធ្វើការតេស្តវាបាទតេស្តឲ្យតេស្តទៀតឲ្យប្រកាសថា laptop នេះមិនមានបញ្ហាអីផ្សេងទៀតបាទអញ្ចឹងវាមានបញ្ហាតែត្រង់ចំណុចនេះអញ្ចឹងយើងត្រូវលម្អិតមែនតើដើម្បីឲ្យអតិថិជនរបស់យើងយកទៅប្រើបាទប្រកាសថាមិនមានបញ្ហានៅពេលក្រោយអរគុណសម្រាប់ពុកម៉ែបងប្អូនដែលចំណាយពេលដ៏មានតម្លៃបាទតាមដានទស្សនាវីដេអូនេះបាទបើសិនជាបងប្អូនមានបញ្ហាទៅលើ laptop ខូចកាំងរលត់អាចតាក់ទងមកយើងខ្ញុំបានបាទចុងក្រោយអរគុណជម្រាបលា